ខុសខេងទេវីឡាលីសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញអំពីការធ្វើបង្អែមសង់ខ្យាល្ពៅការធ្វើបង្អែមសង់ខ្យាល្ពៅមានគ្រឿងផ្សំដូចជាល្ពៅ2ផ្លែពងមាន់6គ្រាប់មានទឹកដោះគោស្រស់និងទឹកដោះគោខាប់ស្ករសចិញ្ចៀនសម្រាប់ថ្លឹងស្ករហើយកាច់ច្រែងសម្រាប់ច្រោះអំបិលយើងដាក់មួយចាប់ផងដែរយើងនឹងចាប់ផ្ដើមទៅធ្វើទាំងអស់គ្នាពងមាន់ដាក់ចានតមកចាក់ទឹកដោះគោស្រស់បន្តិចចូលទៅកន្លះកំប៉ុងនិងទឹកដោះគោខាប់ចូលផងដែរដាក់ស្ករស2ខាំចូលស្មើ200ក្រាមចាក់ចូលក្នុងពងមាន់យើងចាក់ទឹកបន្តិចចូលផងដែរយើងវាយពងមាន់ស្ករនិងទឹកដោះគោឲ្យវាចូលគ្នាឲ្យវាចូលគ្នាសព្វទៅហើយនេះយើងដាក់ខ្ទិះដូងឲ្យបានឲ្យសារតែអត់មានខ្ទិះដូងទៅយើងដាក់ទឹកដោះគោស្រស់ទៅយើងកូរពងមាន់ឲ្យវាចេញជាល្បាយតែមួយហើយយកវាមកច្រោះទៀតយើងកូរឲ្យវាស្លាយស្ករសិនខ្ញុំចូលពងមាន់នឹងចាក់ចូលច្រោះវាឲ្យល្អច្រោះចឹងទៅសង់ខ្យាល្ពៅយើងម៉ត់ល្អចេញមកស្អាតម៉ត់ទុកមួយឡែកសិនឡើងសាំងចំហុយល្ពៅខ្ញុំប្រើអគ្គិសនីដាក់ទឹកដាំវាឲ្យពុះសិនល្ពៅមកកាត់វាជាកាត់ក្បាលវា4ជ្រុងបែបហ្នឹងហើយនឹងឆ្កាគ្រាប់ចេញកាត់4ជ្រុងអញ្ចឹងតោះមកយើងឆ្កាគ្រាប់ចេញសិនបានចាក់ទឹកស្នូវាចូលព្រាមមកដើម្បីឆ្កាគ្រាប់ល្ពៅចេញពីស្នូចេញពីល្ពៅឲ្យអស់ទើបយើងចាក់ស្នូវាចូលបើរួចរាល់ហើយយើងទៅលាងទឹកដើម្បីឲ្យល្ពៅជាប់ជាមួយនឹងសង់ខ្យាកុំឲ្យលបាយពីល្ពៅយើងត្រូវជូតល្ពៅនោះឲ្យស្ងួតទឹកចេញសិនទើបយើងចាក់ស្នូវាមកជាប់ល្អអញ្ចឹងយើងត្រូវបើល្ពៅជូតវាឲ្យស្ងួតសិនផ្ដិតទឹកខាងក្នុងនោះឲ្យស្ងួតសិនទើបយើងចាក់ស្នូវាចូលបានយើងជូតស្ងួតហើយយើងដាក់ស្នូចូលបានចាក់ស្នូចូលឲ្យពេញល្ពៅតែម្ដងទៅចាក់មួយទៀត
ហៀយើងចាក់ឲ្យពេញហើយបានយើងទឹកពុះទៅយកដាក់ឡើងសឹងរបស់យើងចាក់ចូលកុំឲ្យពេញពេកដោយសារស្នូលហ្នឹងឡើងអញ្ចឹងយើងដាក់មកកាយល្មមមែនហើយអញ្ចឹងយើងដាក់ល្ពៅទៅចំហុយតែម្ដងយើងចំហុយចាប់ពី40ទៅ50នាទីទៅឆ្អិនដាក់ហើយយើងក្របទុក40ទៅ50នាទីល្ពៅដាក់ចំហុយតោះចំហុយ40ទៅ50នាទីយើងចង់ដឹងថាឆ្អិនយើងត្រូវចាក់មើលសិនឡងឆ្អិនណាចាំតិចទៀតយើងនឹងពុះឲ្យអ្នកទាំងអស់គ្នាមើលទាំងអស់គ្នាពេលកាត់ហើយស្អាតហើយល្អជាប់អត់មានទៅណាទេពុះល្ពៅឲ្យអ្នកទាំងអស់គ្នាមើលគឺអត់មានបាយទេហើយក៏អត់នេះណាជាប់សង្ចាល្ពៅចូលល្អតែលើក្រោយនេះដល់គ្នាមិនបាច់ដាក់ទឹកក៏បានដែរកុំឲ្យវាទន់ពេកបើអ្នកទាំងអស់គ្នាចូលចិត្ត Channel Cooking TV Lali សូមជួយចុច Subscribe Like Comment ឲ្យខ្ញុំអ្នកមួយផងដើម្បីទុកមើលវីដេអូមកបង្ហូបនិងបង្អែមផ្លែៗជាមកច្រើនមកទៀតអរគុណបាយបាយជួបគ្នាលើកក្រោយទៀត